ចាសម្រាប់នៅក្នុងប្រទេសជប៉ុនក្នុងកំឡុងខែ8ហ្នឹងគឺថាជារដូវសម្រាប់ខែក្តៅហើយអញ្ចឹងទៅបងប្អូនខ្លះគាត់បានច្បាប់មួយអាទិត្យខ្លះបាន5ថ្ងៃខ្លះបាន3ទៅ4ថ្ងៃអីគឺតាមកន្លែងធ្វើការបែបនឹងឯងចាកន្លែងខ្លះទៀតគឺអត់សម្រាប់ខាងខ្ញុំនេះវិញទាំងគ្រួសារអីគឺសារៈជុំគ្នាអញ្ចឹងរាល់លើកដែលសម្រាប់នឹងតែងតែរៀបចំផែនការចង់ទៅណាទៅណីអញ្ចឹងណាបងប្អូនក៏ប៉ុន្តែកុំសូវខុសគ្នាទេរាល់ឆ្នាំឲ្យមានសម្រាប់អញ្ចឹងគឺកន្លែងដែលចង់ទៅនឹងវល់តែកន្លែងដែរនឹងបងប្អូនហើយអញ្ចឹងបើចង់ដឹងថាតើលើកនឹងពួកខ្ញុំទៅណាទៀតហើយយើងមកតាមដានវីដេអូនេះលំអិតជាមួយខ្ញុំទាំងអស់គ្នាជម្រាបសួរមិត្តភ័ក្តិបងប្អូនទាំងអស់គ្នានាងខ្ញុំរចនាចាសម្រាប់ថ្ងៃនេះផងគឺថាពួកយើងនាំគ្នាធ្វើដំណើរទៅសួនពេលហ្នឹងគឺថាចាប់ដើមជូនអីវ៉ាន់ចុះអីអញ្ចឹងទៅចាមានសពងសពាយបន្តិចហើយចាសិតតែរបស់ញ៉ាំសិតជារឹងជាអីចឹងណាបងប្អូននេះពេលហ្នឹងគឺថាកូនស្រីរបស់ខ្ញុំគាត់ចាប់ដើមទៅទិញសម្បត្តិសម្រាប់មនុស្សធំគេគិតតម្លៃផ្សេងសម្រាប់កូនក្មេងគេគិតតម្លៃផ្សេងសម្រាប់ជនពិការគេគិតតម្លៃផ្សេងហើយយើងអាចទិញសម្បត្តិចូលមើលពេញមួយឆ្នាំហ្នឹងក៏បានដែរក៏តម្លៃធូរដែរអញ្ចឹងណាពេលដែលទិញសម្បត្តិរួចហើយយើងក៏ធ្វើដំណើរចូលមកខាងក្នុងហើយនេះវិញគឺជាទិដ្ឋភាពខ្លះនៅខាងក្នុងដូចបងប្អូនឃើញអញ្ចឹងទិដ្ឋភាពចាប់ដើមបៃតងបដាហើយស្រស់ស្អាតហើយសមមុខស្លាស់មាត់ណាយើងចូលមកអញ្ចឹងនេះនៅស្ដាំដៃខ្ញុំហ្នឹងចាគឺថាសុទ្ធតែមានតុមានកៅអីហ្នឹងគឺគេទុកឲ្យយើងអាចយកប្រើប្រាស់បានអញ្ចឹងណាបងប្អូនគាត់ដល់ពេលចាប់យើងយកមកដាក់កន្លែងដើមឲ្យគេវិញបែបហ្នឹងឯងចឹងក៏បានដែរកុំឲ្យយើងហត់យកមកពីផ្ទះតែសម្រាប់គ្រួសារខ្ញុំភាគច្រើនដាក់ឲ្យវាយវ៉ាន់មកខ្លួនឯងអញ្ចឹងទៅរៀនពីសពងតែបន្តមកទៀតហ្នឹងគឺថាយើងចាប់ដើមទៅចាប់កន្លែងពេលហ្នឹងគឺរៀបចំអញ្ចឹងទៅក្រាលកម្រាលអីអញ្ចឹងទៅណាបងប្អូនចាប់ដើមដកម្ហូបដកអីចេញមកហើយទៅគ្រួសារខ្ញុំក៏ចាប់ដើមតម្លើងរឹងអញ្ចឹងណាចាយើងទុកគេងមើលទេសភាពអីបែបហ្នឹងឯងបងប្អូនចាពីព្រោះអីកូនស្រីខ្ញុំគាត់ចូលចិត្តព្រោះអីកូនស្រីខ្ញុំគាត់ទៅវាច្រើនគាត់គេងលំហែអារម្មណ៍គាត់ណាចាស្ដាប់ចម្រៀងស្ដាប់អីបែបហ្នឹងឯងបន្តមកទៀតហ្នឹងគឺយើងចាប់ផ្ដើមញ៉ាំអីមកតង់សិនទៅបែបហ្នឹងដូចថាឲ្យឆ្អែតសិនចាំនាំគ្នាដើរមើលទេសភាពនៅក្នុងសួនចាពេលហ្នឹងគឺញ៉ាំរួចហើយនាំគ្នាគេងសម្រាអង្គុយនិយាយគ្នាលេងអស់ចិត្តអស់ចង់អីហើយស្រក់ពោះហើយណាទេសភាពនៅក្នុងសួនរបស់គេស្រស់ស្អាតបងប្អូនហើយតែខ្ញុំមកនេះថាមានតាមរដូវផ្កាដែលគេដាំចាមានដំណាំផ្លែឈើ36មុខមានបន្លែប្លុកអីគឺថាអូយសពបែបសពយ៉ាងអញ្ចឹងយើងចេះតែដើរមើលពីមកប្លុកទៅមកប្លុកអញ្ចឹងទៅហើយសម្រាប់នេះវិញគឺជាបឹងឈូកបងប្អូនធំដែរចានឹងបងប្អូននៅជប៉ុនឆ្ងល់ដូចខ្ញុំអត់ទេនៅស្រុកជប៉ុនបងប្អូនហេតុអីបានជាផ្លែឈូកគេមិនកាច់យកទៅលក់នៅផ្សារសោះខ្ញុំវាមិនយល់ហើយខ្ញុំពិតជាចង់សាកថាតើរសជាតិឈូកនៅស្រុកជប៉ុននោះមានជាតិមិនតែយើងមិនហ៊ានបេះបោចព្រោះគេទេបងប្អូនដូចថានៅស្រុកនេះយើងទៅមើលដើរទៅមើលអត់មានកាច់អីប្រទេសផ្ដាស់បានអញ្ចឹងរសជាតិមែនតាហើយបន្តទៀតនេះដើរមកមើលស្រូវគេដាំអញ្ចឹងណាហើយសម្រាប់ស្រូវនោះបងប្អូនគឺពណ៌ខ្មៅមកអត់ទាន់ដល់ខែគេច្រូតហើយសម្រាប់មើលល្ពៅវិញបងប្អូនអើយគេដាំទុកពេល Halloween តែធំល្អមែនតើហើយនេះវិញគឺជាផ្លែ kiwi ចាអូល្អខ្លាំងឡើងក្តាំងដើមហើយផ្កាក៏មានបន្លែប្លុកអីក៏មានដែរចាបែបនឹងឯងហើយនេះវិញគឺជាពោតប្រាំងបងប្អូនតែពណ៌ក្រហមហើយនេះវិញគឺជាត្រប់ពណ៌សចាហើយសម្រាប់នេះវិញគឺជាផ្លែណាស៊ីឬក៏ជាភាសាខ្មែរយើងហៅផ្លែសេរីបងប្អូនចាអូយនឹងណែនដើមហ្មងហើយនេះវិញដូចជាផ្ការំយោលchứបងប្អូនគ្រាន់ថាដើមនេះអត់ដូចនៅស្រុកខ្មែរយើងទេប៉ុន្តែផ្ការីកមកដូចរំយោលនេះវិញគឺជាបឹងរំចង់ចាំមិនបឹងផលិតបែបនឹងឯងបងប្អូននិយាយទៅដើរមើលស្ដាប់ទេចាហើយណាមួយតែក្តៅផងអញ្ចឹងគឺយើងដើរសើបានច្រើនមកនេះចាដើរតែវិលបន្តិចហ្នឹងគឺចាប់ដើមអស់កម្លាំងចាបាក់ញើសទៅគឺហត់ហ្មងហើយអញ្ចឹងទៅយើងក៏នៅរបៀបថាលេងវាយសីវាយអីចឹងណាបងប្អូនរហូតតតែរៀងល្ងាចហើយគេបិទលឿននេះបងប្អូនម៉ោង5ល្ងាចអញ្ចឹងម៉ោង4កន្លះអីយើងចាប់ដើមរៀបចំចេញមកវិញបាត់ហើយគឺបែបនឹងឯងហើយសម្រាប់បងប្អូនវិញរដូវក្តៅនេះសម្រាប់នឹងទៅណាខ្លះថ្ងៃមិនជួយខមមិនប្រាប់ផងណាចាវីដេអូនេះក៏មានតែប៉ុណ្្នឹងឯងនាងខ្ញុំអរគុណសូមជម្រាបលា